មួយបុផាបញ្ញាពេជ្រដែលជាទូអញ្ជើញមកពីខេត្តកំពង់ចាមប្រណាំងជាមួយនឹងខ្សែទឹកខាងក្រៅកោះអណ្ដែតសុកសែនជ័យអញ្ជើញមកពីខាងខេត្តតាកែវចាស្រុកកោះអណ្ដែតកោះអណ្ដែតសុកសែនជ័យគឺមានឯកសណ្ឋានពណ៌បៃតងចាពណ៌បៃតងស្រស់រំលេចដោយមួកពណ៌សចុងចង្វាពណ៌សថែមទៀតធ្វើឲ្យសោភ័ណភាពនៃទូកលិចត្រដែតតែម្ដងប៉ុន្តែសម្រាប់មច្ឆាបញ្ញាពេជ្រវិញក៏មិនអន់ដែរឯកសណ្ឋានចាអ្នកក្បាលទូកក៏ដូចជាស្មាឯករបស់គាត់ហ្នឹងលឿងចាកន្សៃនិងស្មាឯកខាងក្រោយនោះពណ៌លឿងហើយសម្រាប់ចំណុះទូកកណ្ដាលឯកសណ្ឋានពណ៌ខៀវស្រងាច់រំលេចដោយច្រវាពណ៌សថែមទៀតសោភ័ណភាពទូកក៏មិនធម្មតាក៏មិនចាញ់ខ្សែទឹកខាងក្រៅចាប៉ុន្មានដែរល្បឿនទៀតសោតក៏ប្រហាក់ប្រហែលគ្នាប្រៀបនេះអាចនិយាយបានថាខ្សែទឹកខាងក្នុងចាខ្សែទឹកខាងក្នុងនឹងអាចស្ដារលទ្ធភាពចាចូលដល់ទីមុនក៏ថាបានព្រោះថាល្បឿនឥឡូវនេះកាន់តែបង្កើនឡើងបុផាបញ្ញាពេជ្រដែលអញ្ជើញមកពីខាងកំពង់ចាមវត្តទស្សនារាមដំបូកចាជាមួយនឹងកោះអណ្ដែតសុកសែនជ័យលោកអុកញ៉ាសូនសុកណានៅលើជំទាវបានឧបត្ថម្ភជាថវិកាក្នុងការប្រតិបត្តិពិធីបុណ្យអុំទូកនៅក្នុងឆ្នាំ2016នេះដល់គណៈកម្មការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិនៅទឹកប្រាក់ចំនួន$1000អាមេរិកព្រមទាំងបានឧបត្ថម្ភដល់អគ្គនាយកដ្ឋានទូតទូតកម្ពុជានៅថវិកាចំនួន$1000អាមេរិកគណៈកម្មការគ្រប់គ្រងទូកងឈ្មោះថេងសជ័យបារមីក្រពើហាក្នុងសង្កាត់ព្រែកឫស្សីក្រុងតាកែវខេត្តកណ្ដាលសូមគោរពថ្លែងអំណរគុណសម្រាប់គូអ្នកញ៉ែមសុភ័ក្រប្រជាអធិការវត្តក្រពើហាឯកឧត្តមសថេងនិងលោកជំទាវលោកអុកញ៉ាសួងឈឿននិងលោកជំទាវលោកជំទាវឆឹងណេងលោកនាងវណ្ណាប្រធានសាខាកយខេត្តកោះចេះនិងលោកស្រីលោកសថេងនិងលោកស្រីនិងលោកសចន្ទធោដែលបានឧបត្ថម្ភថវិកានិងសម្លៀកបំពាក់អញ្ជើញមកពីខាងខេត្តកំពង់ចាមសារាយផ្កាយព្រឹកគឺមានឯកសណ្ឋានពណ៌សបានចាញ់បងបន្តិចតួចហើយព្រោះថាស្អែមសែនជ័យបារមីស្វាយជ្រុំអញ្ជើញមកពីខាងស្វាយជ្រុំចាស្វាយរៀងបានដាច់ពាក់កណ្ដាលទូកហើយទីព្រាត់ក៏ជិតដល់មែនតែនដែរឯកសណ្ឋានពណ៌ក្រហមរំលេចដោយមួកពណ៌សគឺជាទូកដែលមានឈ្មោះថាស្អែមសែនជ័យបារមីស្វាយជ្រុំទទួលបានជ័យជំនះនៅក្នុងជើងទី1នេះឆ្លងផុតកងពាន់ទី1ចិត្តចាប់យោងកងពាន់ទី2ហើយគឺជាទូកគូទី78ស្រីសចាជ័យចេស្តាមហារិទ្ធស្រីសជ័យចេស្តាមហារិទ្ធខេត្តកំពង់ចាមខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌សប្រណាំងជាមួយនឹងទូកដែលមានឈ្មោះថាពេជ្រមកុដរាជវត្តស្លាកែតចាពេជ្រមកុដរាជវត្តស្លាកែតឯកសណ្ឋានពណ៌លឿងចុងច្រវាពណ៌សមួកពណ៌សថែមទៀតសោភ័ណភាពនៃទូកក៏លិចដដែលឯល្បឿនវិញទៀតសោតក៏លឿនមិនធម្មតាច្រវាចាក់យោងទឹកបែកសំពងសំពាយហើយចាបែកទឹកសំពងសំពាយក្រុមការងារចាជួយសង្គ្រោះលោកមិនធ្វេសប្រហែសទេចាលោកមិនធ្វេសប្រហែសទេគឺមើលនៅសកម្មភាពគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីឲ្យជួយសង្គ្រោះជាបន្ទាន់សម្រាប់ទូកដែលលិចនៅតែនាំមុខដដែលគឺពេជ្រមកុដរាជចាវត្តស្លាកែតអញ្ជើញមកខាងវត្តស្លាកែតឃុំគីខេត្តកណ្ដាលទទួលបានជ័យជំនះចាទទួលបានជ័យជំនះដាច់តែម្ដងឯកឧត្តមសថេងនិងលោកជំទាវនិតយឹងបានឧបត្ថម្ភការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានៅទឹកប្រាក់ចំនួន$200អាមេរិកយើងខ្ញុំសូមគោរពថ្លែងអំណរគុណនិងសូមជូនពរឯកឧត្តមនិងលោកជំទាវជាប្រទះទៅនឹងពុទ្ធពរទាំង4ប្រការក៏បីឃ្លៀងឃ្លាតឡើយចាសូមជម្រាបជូនជាបន្តទូកដែលកំពុងតែធ្វើការអមប្រណាំងយ៉ាងស្វាហាប់ជាពិសេសទូកខ្សែទឹកខាងក្រៅតែម្ដងដែលមានឯកសណ្ឋានពណ៌លឿងឯកសណ្ឋានពណ៌លឿងគឺជាទូកប្រជាការពារពោសែនជ័យសុខាមិរិទ្ធចាទូកនេះគឺជាទូកឧបត្ថម្ភដោយឯកឧត្តមសសុខាអនុប្រធានសភាសហព័ន្ធយុវជនកម្ពុជាហើយខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌ខៀវស្ងាត់ហ្នឹងគឺជាទូកដែលមានឈ្មោះថាមនីឧត្តមសែនជ័យជាទូកអញ្ជើញមកពីខាងខេត្តកណ្ដាលគឺឃើញចាញ់ហើយចាញ់158ចាគឺជាទូក
មានឈ្មោះថាប្រជាការពារពោធិ៍សែនជ័យចាសុខាមានរិទ្ធដោយដៃនេះខ្ញុំបានគ្រប់ជំរាបជូនពីខាងដើមគឺបានទទួលការឧបត្ថម្ភចាពីសំណាក់ឯកឧត្តមសសុខាអនុប្រធានចាសហភាពសហព័ន្ធយុវជនកម្ពុជាដែលឯកឧត្តមលោកបានឧបត្ថម្ភព្រះគ្រូចៅអធិការគណៈកម្មការនឹងចំណុះទូកបទុមបុប្ផាវត្តបទុមកេសរឃុំពីមកោសនាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសូមគោរពថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភដល់ទូកងបទុមបុប្ផាដែលមានឯកឧត្តមសេងទៀងនិងលោកជំទាវត្រីសុខាលោកជំទាវហ៊ុនសេងនីដែលបានឧបត្ថម្ភដល់ទូកយើងខ្ញុំសូមប្រតិបត្តិជូនលោកស្រីឯកឧត្តមលោកជំទាវសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកបីគ្លៀងឃ្លាតឡើយចា៎នេះខ្ញុំសូមជម្រាបជូនជាបន្តទូកគូទី80ទូកគូទី80ខ្សែទឹកខាងក្នុងដែរកំពុងតែមានព្រៀបនេះមានឈ្មោះថាកំហែងកុមារមហាហង្សដែលអញ្ជើញមកពីខេត្តកណ្ដាលចាកំពុងតែមានព្រៀបទៅលើទូកដែលមានឈ្មោះថាត្រីភិបសែនជ័យបារមីតេជោខេត្តកណ្ដាលដូចគ្នាខុសតវត្តទេត្រីភិបសែនជ័យបារមីតេជោចាខ្សែទឹកខាងក្រៅឯកសណ្ឋានពណ៌សមកពីខាងវត្តសុភីទឹកវិលចាខេត្តកណ្ដាលចាញ់បងដាច់ចាដាច់ហើយគឺដាច់តែម្ដងនេះខ្ញុំសូមអនុញ្ញាតដើម្បីបានថ្លែងអំណរគុណជាបន្តដល់កញ្ញាលីមនីរតជាប្រធានគណនេយ្យវិទ្យាស្ថាន ELT ដែលបានឧបត្ថម្ភថវិកា 10,000 រៀលលោកសូដាវីតប៉ាងចានាយកសាលាចាបឋមសិក្សានិងមធ្យមសិក្សា ELT 20,000 រៀលលោកថុយឯកឆៃចានាយកសាខាសាលាបឋមសិក្សានិងមធ្យមសិក្សាចា ELT 15,000 រៀលផងដែរលោកជ្រាច័ន្ទរតនានាយកប្រតិបត្តិវិទ្យាស្ថាន ELT ចា 15,000 រៀលសូមថ្លែងអំណរគុណនាងខ្ញុំសូមបន្តទូកគូទី81ទូកគូទី81ខ្សែទឹកខាងក្នុងមានឈ្មោះថាគឿនតេជោសែនជ័យបារមីវត្តស្ដៅកន្លែងដែលអញ្ជើញមកពីខាងស្ដៅកន្លែងឯកស្ថានពណ៌លឿងចាស្រស់ស្អាតតែម្ដងទូកខ្សែទឹកខាងក្រៅកំហែងសុរិយាកុមារមហាទេពរបស់រាជធានីភ្នំពេញវត្តគៀនស្វាយក្នុងចាក្បាលកោះមានឯកសណ្ឋានពណ៌ត្រួយជ័យខ្ចីចាស្មាឯកចាមានឯកស្ថានពណ៌ក្រហមរំលេចដោយអ្នកអ៊ំកណ្ដាលស្មាទឹមហ្នឹងពណ៌ត្រួយជ័យសុភ័ណ្ឌភាពនៃទូកលេខតដែតហើយលបឿនក៏លឿនទៀតប៉ុន្តែឥឡូវនេះឃើញថាខ្សែទឹកខាងក្នុងគឺតេជោសែនជ័យបារមីវត្តស្ដៅកន្លែងហ្នឹងជិតមកដល់ទីក៏គាត់ប្រឹងណាស់ដែរមិនតាន់ទេព្រោះថាកំហែងសវណ្ណកុមារមហាទេពរបស់រាជធានីភ្នំពេញវត្តគៀនស្វាយក្នុងដណ្ដើមបានជ័យជំនះបងប្អូនជនរួមជាតិជាទីគោរពរាប់អានសម្រាប់ទូកគូទី82នេះសុភ័ណ្ឌភាពលេចត្រដែតតែម្ដងហើយទាំងខ្សែទឹកក្នុងទាំងខ្សែទឹកខាងក្រៅព្រោះថាខ្សែទឹកខាងក្រៅកំពុងតែមានព្រៀបកំហែងសវណ្ណកុមារមហាទេពរបស់រាជធានីភ្នំពេញទៀតហើយចាគៀនស្វាយក្នុងក្បាលកោះដែលទូកនេះគឺមាននេះខ្ញុំសូមអធិស្ឋានសូមពិនិត្យមើលលេខទូកបន្តិចសិនចាពិនិត្យមើលលេខទូកបន្តិចសិន163ចាលេខទូក163នេះដូចជាទូកដែលមានឈ្មោះថាសម្រិទ្ធស្រីសួរទៅវិញទេចាសម្រិទ្ធស្រីសួរឯកសណ្ឋានពណ៌បៃតងស្រងាត់ខៀវស្រងាត់បៃតងខ្ចីស្អាតណាស់ទូកនេះគឺមានឈ្មោះថាសម្រិទ្ធស្រីសួរចាសម្រិទ្ធស្រីសួរនេះខ្ញុំសូមមើលទូកមួយទៀតគឺទូកដែលមានឈ្មោះថាថេងសជ័យបារមីកពើ5ចាលេខសម្គាល់164នេះខ្ញុំសូមរងចាំទទួលព័ត៌មានអំពីគណៈកម្មការរៀបចំថាតើទូកគូនេះមានចំណុចយ៉ាងណាខ្វះខាតយ៉ាងណានោះខ្ញុំនឹងត្រូវធ្វើការកែតម្រូវជាក្រោយបើតាមការពិនិត្យមើលលេខសម្គាល់ទូកឃើញថាទូកនេះមកដាច់តែឯងមិនមែនជាគូរបស់គាត់ទេចាមិនមែនជាគូរបស់គាត់ទេបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានសូមរងចាំតាមដានទស្សនានៅទូកគូពិសេសជាបន្តទៀតទូកគូពិសេសចាពិសេសត្រង់ថា
ទូគូពិសេសចាពិសេសត្រង់ថាទាំងសភនភាពនៃទូកទាំងលបឿននៃទូកសិតតែគឺជាទូកដែលសម្រិតសម្រាំងល្អណាស់ចាល្អឯកមែនតែនតែម្ដងគាត់ធ្វើការវឹកហាត់ចាពិសេសត្រង់ថាគាត់ធ្វើការវឹកហាត់បានយ៉ាងដិតដល់នាងខ្ញុំសូមពន្យាពេលបន្តិចមុនពេលធ្វើការអត្ថាធិប្បាយដោយរងចាំមើលលេខទូកឲ្យបានច្បាស់លាស់និងអត្ថាធិប្បាយឲ្យបានត្រឹមត្រូវទៅតាមទូកប្រណាំងចាទៅតាមគូប្រណាំងបើតាមលេខរៀងគឺឈានចូលដល់ទូកគូពិសេសហើយចាទូកគូពិសេសផែនទី2ចាផែនទី2ទូកគូពិសេសផែនទី2នេះបងប្អូនចាប់យោងនឹងកងពាន់ទី2ឃើញថាការចាក់យោងច្បាររបស់ចំណុះទូករបស់យើងមើលទៅឃើញមានភាពស្វាហាប់មែនតែនតែម្ដងនេះខ្ញុំសូមជម្រាបជូនថាខ្សែទឹកខាងក្នុងជ្រៃមាសសាគរតេជោសែនជ័យជាទូកឧបត្ថម្ភដោយអាដាមម៉ៃភិរុនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលរីឯទូកខ្សែទឹកខាងក្រៅសព្រួញពេជ្រដែលជាទូកឧបត្ថម្ភដោយសម្ដេចក្រឡាហោមសខេងខ្សែទឹកខាងក្នុងហាក់ដូចជាមានប្រៀបជាងទីងទួចហើយចាជ្រៃមាសសាគរតេជោសែនជ័យជើញមកពីខាងវត្តជ្រៃមាសសាគរមុខកពូលរបងអាយដាមចាបណ្ឌិតម៉ៅភិរុនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលហ្នឹងបានឲ្យចូលដល់ទីមុនទូកដែលមានឈ្មោះថាស្រកសព្រួញពេជ្របងប្អូនជាទីគោរពរាប់អានដែលកំពុងតាមដានស្ដាប់នឹងទេសនាចាការប្រណាំងទូកនៅក្នុងព្រះរាជពិធីបុណ្យចាអុំទូកអំបុកសំពះព្រះខែដ៏មានអត្ថន័យនេះបានជ្រាបអំពីដំណើរនៃការជម្រាបជូនរបស់យើងខ្ញុំនៅសកម្មភាពនៃការអុំប្រណាំងរបស់ទូកដែលពេលនេះనేనుខ្ញុំសូមជម្រាបជូនជាបន្តបើតាមលេខរៀងចាបើតាមលេខរៀងអុំប្រណាំងនៅក្នុងការគូកងរបស់គណៈកម្មការយើងឃើញថាទូកឈានចូលដល់គូទី85ហើយចាទូកគូទី86សម20ទូកគូទី86ទូកគូទី86ក្អែកសតេជោសែនជ័យចាស្ថិតនៅក្នុងវត្តចំពោះក្អែករាជធានីភ្នំពេញខ្សែទឹកខាងក្នុងរៀបចំសភនភាពចានៃទូកដោយមានចម្រោះឯកសន្តានទូកក្អែកសតេជោសែនជ័យជាទូករបស់សម្ដេចព្រះពោធិវង្សអំលឹមហេងបានធ្វើការឧបត្ថម្ភខ្សែទឹកខាងក្រៅគឺជាទូកដែលកំពុងតែលឿនលយជាងបន្តិចហើយមានប្រៀបជាបន្តិចហើយដំបងពេជ្រចេស្តាមហាតេជោសែនជ័យស្ថិតនៅក្នុងវត្តស្វាយសខោព្រៃវែងឧបត្ថម្ភដោយអាដាមឧបនាយករដ្ឋមន្ត្រីប៊ិនឈិនហើយកំពុងតែនាំមុខយ៉ាងលឿនលយតែម្ដងឯកសណ្ឋានពណ៌បៃតងខៀវស្រងាត់ចុងច្រវាពណ៌សល្បឿននៃទូកក៏លឿនសភនភាពនៃទូកក៏ស្រស់ឆើតអស្ចារ្យសម្រាប់ខ្សែទឹកខាងក្នុងក្អែកសតេជោសែនជ័យក៏មិនធម្មតាដែរគាត់ខំតាមដែរតែតាមអត់ទាន់ទេចាតាមមិនទាន់ព្រោះថាទូកដែលមានឈ្មោះថាដំបងពេជ្រចេស្តាមហាតេជោសែនជ័យបានចូលដល់ទីចាមុនជាស្ថាពរនាងខ្ញុំសូមជម្រាបជូនទូកគូពិសេសជាបន្តទៀតទូកគូទី87ចាទូកគូទី87ប្រាសាទចេស្តាមហាតេជោសែនជ័យដែលជាទូកអញ្ជើញមកពីខាងព្រៃវែងឧបត្ថម្ភទៀតហើយចាដោយអាដាមឧបនាយករដ្ឋមន្ត្រីប៊ិនឈិនឯកសណ្ឋានពណ៌ផ្ទៃមេឃរំលេចដោយចុងច្បារពណ៌សតែតោះថាលបឿនហ្នឹងចាញ់បងតិចហើយចាចាញ់បងយាយម៉ៅសែនជ័យដែលជាទូករបស់ឯកឧត្តមលុនលឹមថៃអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមចាយាយម៉ៅសែនជ័យស្ថិតនៅក្នុងវត្តគង់វងរាំងសីកំពង់ចាមចាកំពង់សៀមកំពង់ចាមមានប្រៀបជាងហើយមានប្រៀបជាងឯកសណ្ឋានពណ៌ស្លាទុំស្រស់ឆើតត្រង់មួកពណ៌បៃតងខ្សែទឹកខាងក្នុងប្រាសាទចេស្តាមហាតេជោសែនជ័យគាត់តាមណាស់ដែរមិនបងអង្គដៃទេចាគឺគាត់តាមច្បាចាក់យោងទូកខ្លាំងខ្លាណាស់ដែរតែតាមអត់ទាន់ព្រោះថាយាយម៉ៅសែនជ័យដែលឧបត្ថម្ភដោយអាដាមលុនលឹមថៃចាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានចូលទីដល់មុនហើយទទួលបានជ័យជំនះនៅក្នុងជើងទី1ចាតាមការផ្ដល់
ពត៌មានរបស់គណៈកម្មការចេញដំណើរលោកថាទូកគូទី83និង84ដែលមិនមែនទូកគូពិសេសហ្នឹងឥឡូវនឹងបានត្រឡប់មកហើយត្រឡប់មកប៉ណ្ណាំងវិញហើយអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតជម្រាបជូនជ្រាបថាគូទី83ខ្សែទឹកខាងក្នុងព្រះប្រសពសែនជ័យបារមីអង្គពពេជ្រចាអង្គអំពពេជ្របងប្អូនបើសិនជាបានឃើញចាលេខសម្គាល់ទូក165ហ្នឹងគឺជាទូកខ្សែទឹកខាងក្នុងមានឈ្មោះថាព្រះប្រសពសែនជ័យបារមីអង្គពេជ្រចាអង្គពេជ្រខ្សែទឹកខាងក្រៅគឺទូកលេខសម្គាល់166មានឈ្មោះថាគង់ពិសីមហាសែនតេជះទូកអញ្ជើញមកពីខាងកំពង់ស្ពឺក៏ទើបតែបញ្ចប់ការប៉ុណ្ណឹងថ្មីនេះដែរគឺគាត់ចូលរួមចាអបអរសាទរព្រះរាជបុណ្យហើយចូលរួមក្នុងព្រះរាជបុណ្យតែម្ដងខ្សែទឹកខាងក្រៅនេះខ្ញុំសូមពិនិត្យមើលចាត្រឹមត្រូវទៅតាមការផ្ដល់ព័ត៌មានរបស់គណៈកម្មការយើងហើយគឺទូកគង់ពីទូកកងពិសីមហាសែនតេជះមកពីខាងកំពង់ស្ពឺចាកំពង់ស្ពឺគាត់មានទូកល្អណាស់ឥឡូវនេះចាល្អចូលរួមឆ្លងផុតកងព័ន្ធទី1ដល់ពាក់កណ្ដាលចាចាប់យោងកងព័ន្ធទី2ហើយនេះគឺទូកគូទី84ដែលមិនមែនជាទូកគូពិសេសទេទូកគូទី84នេះខ្សែទឹកខាងក្នុងគង្គគាពិសីសំអូនសែនជ័យដែលមកពីខាងវត្តស្លែងកំពង់ស្វាយកំពង់ធំប៉ុណ្ណឹងជាមួយនឹងវាលស្បូវសែនជ័យជាទូករាជធានីភ្នំពេញចាវត្តវាលស្បូវខណ្ឌច្បារអំពៅព្រោះណាពិភពស្នេហ៍ខ្ញុំគឺជាសម្លេងមាសរបស់សិនស៊ីសមុទ្រចាខ្សែទឹកខាងក្រៅបាននាំមុខនេះគឺជាទូកមិនមែនជាគូពិសេសទេលេខសម្គាល់ទូកនេះខ្ញុំសូមពិនិត្យបន្តិចសិនចាបន្តិចសិន168ខ្សែទឹកខាងក្រៅចាវាលស្បូវសែនជ័យវត្តវាលស្បូវច្បារអំពៅកំពុងតែមានព្រៀបជាងទូកដែលមានឈ្មោះថាគង្គគាពិសីសំអូនសែនជ័យចាស្លែងកំពង់ស្វាយឯកសណ្ឋានពណ៌ក្រហមគាត់ខំតាមណាដែរហ្នឹងណាតែតាមមើលទៅអត់ទាន់ទេដោយសារតែវាលស្បូវសែនជ័យហ្នឹងគាត់បានដល់ទីស្គរជ័យបានមកលឺចាបានដល់ទីហើយបងប្អូនជាទីគោរពរាប់អានសូមបង្វែរអារម្មណ៍លោកអ្នកតាមដានទេសនាជាបន្តទូកគូពិសេសចាទូកគូទី88ទៅតាមលេខរៀងចាថ្ងៃនេះបច្រាស់បដោយបន្តិចសូមបងប្អូនដែលកំពុងតែតាមដានព្យាយាមជាមួយនឹងនាងខ្ញុំព្រោះថាយើងខ្ញុំជាអ្នកធ្វើអត្ថាធិប្បាយក៏កំពុងព្យាយាមដូចគ្នាព្យាយាមហេតុម៉េចថាពិនិត្យទៅមើលលេខទូកផងចាហើយជំរាបរៀបរាប់ជូនអំពីសកម្មភាពនៃការប្រណាំងផងដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងតាមដានទេសនាហេតុអីក៏ថាប្រយ័ត្នបដោយដោយសារថាទូកនៅក្នុងទឹកហើយគណៈកម្មការយើងគាត់ព្យាយាមអស់លទ្ធភាពហើយទូកគូទី88កំពូលពេជ្រទាបាញ់សែនជ័យដែលជាទូកឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាបាញ់ស្ថិតនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌ត្រួយចេកខ្ចីស្រស់សង្ហាទាំងល្បឿនប្រណាំងជាមួយនឹងទូកដែលមានឈ្មោះថាត្រីប្រាមហាសែនជ័យបារមីព្រះអង្គមុខ4ចាជាទូកឧបត្ថម្ភដោយឯកឧត្តមមួនសារ៉នចាញ់តិចឯកឧត្តមចាសម្រាប់មិនចាញ់តិចទេមកដាច់ទូកចាទូកដែលមានឈ្មោះថាត្រីប្រាមហាសែនជ័យបារមីព្រះអង្គមុខ4ការអុំនៅតែខ្មៅក៏គាត់ចូលរួមចាចូលរួមទោះបីយ៉ាងណាការប្រណាំងគ្រាន់តែជាចាញ់ឈ្នះគ្រាន់តែជាលទ្ធផលនៃការប្រកួតអ្វីដែលយើងទទួលបានគឺភាពសប្បាយរីករាយចាសាមគ្គីភាពដ៏ជ្រាលជ្រៅព្រោះថាប្រទេសជាតិយើងឥឡូវដូចមានអស់អីមានព្រួយទៀតហើយមានអ្វីដែលត្រូវព្រួយទេក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលមានសម្ដេចតេជោមានសន្តិភាពនិងមានការអភិវឌ្ឍដូច្នេះមិនព្រួយទេបងប្អូនយើងបានមកចូលរួមជាមួយនឹងទូកចាអ៊ំប្រណាំងទូកយ៉ាងរីករាយសូមសប្បាយរីករាយជាមួយនឹងគូពិសេសទី89លេខរៀងទី89ដែលខ្សែទឹកខាងក្នុងមានឈ្មោះថាញឹមវណ្ដាតេជោសែនជ័យជាទូកដែលឧបត្ថម្ភដោយឯកឧត្តមទេសរដ្ឋមន្ត្រីញឹមវណ្ដា
កំពុងតែលឿនឡើយចានាំមុខដាច់មែនតើណាយគឺដាច់ព្រះទីនាងព្រះព្រឹទ្ធសភាតែជាទូកជើញមកពីខាងវត្តព្រែកប្រាំងឧបត្ថម្ភដោយសម្ដេចព្រះឧត្តមបញ្ញាដងផងចាសម្រាប់ទូកដែលមានឈ្មោះថាញឹមបណ្ដាតេជោសានជ័យចាខ្សែទឹកខាងក្នុងមានឯកសណ្ឋានឃាសម្ងាត់ឯកសណ្ឋានទូកទាំងពីរនេះគឺដូចគ្នាសភនភាពនៃទូកដូចគ្នាទទួលបានជ័យជំនះហើយគេទទួលបានជ័យជំនះលើគូប្រកួតរបស់គាត់គឺព្រែកប្រាំងចាព្រះទីនាងព្រឹទ្ធសភាទូកដែលមានឈ្មោះថាព្រះទីនាងព្រឹទ្ធសភាចាចូលដល់ទីក្រោយបន្តិចចាក្រោយទូកញឹមបណ្ដាតេជោសានជ័យសូមបងប្អូនអារម្មណ៍លោកអ្នកចាទស្សនាទូកគូពិសេសជាបន្តទៀតទូកគូទី89ចាទូកគូទី90ចាទូកគូទី90ស្រាប់សែនជ័យបារមីអន្ទង់សអញ្ជើញមកពីពៀនស្ដីចាពោរឿងរៀងខេត្តព្រៃវែងឯកសណ្ឋានពណ៌ក្រហមឧបត្ថម្ភដោយឯកឧត្តមចាស្បោងសារ៉ាត់ប្រណាំងជាមួយនឹងខ្សែទឹកខាងក្រៅព្រះអណ្ដូងសែនជ័យជាទូកឧបត្ថម្ភដោយឯកឧត្តមសេងទៀងចាឯកឧត្តមសេងទៀងលោកឧបត្ថម្ភខ្សែទឹកខាងក្រៅព្រះអណ្ដូងសែនជ័យតែឥឡូវហាក់ដូចជាចាញ់បងតិចហើយព្រះអណ្ដូងសែនជ័យនេះមានឯកសណ្ឋានពណ៌សសភនភាពនៃទូកលិចដដែលតែលបឿនចាញ់បន្តិចចាអញ្ជើញមកខាងវត្តសវណ្ណរតនសុផនមនីស្ទឹងត្រង់កំពង់ចាមចាញ់តែមិនបន្តិចទេចាមកពាក់កណ្ដាលទូកស្រាប់សែនជ័យបារមីអន្ទង់សដែលឧបត្ថម្ភដោយអាដាមស្បង់សារ៉ាត់ទទួលបានជោគជ័យនៅក្នុងជើងទី1សម្រាប់ទូគូទី91ដែលជាទូគូពិសេសនេះឃើញថាដាច់តែម្ដងហើយខ្សែទឹកខាងក្រៅគឺដាច់មែនចាស្រីសសុកសែនជ័យរបងឯកឧត្តមបនាយករដ្ឋមន្ត្រីសុកអានឲ្យតាឯកសណ្ឋានពណ៌បេតងហ្នឹងគឺចាគឺទូខេត្តតាកែវហើយមុននេះបងកែងស៊ីហួតលោកថានៅតាកែវយើងបកងឆ្ងាញ់តែតម្លៃក៏គួរសមដែរមិនដឹងបំបានចាដាច់មែនតែនដាច់ដែរនាងខ្ញុំអាចជម្រាបជូនអំពីលទ្ធផលចាញ់ឈ្នះតែម្ដងព្រោះថាมันងាយតាមទេចាมันងាយតាមទេទូគូទី91ខ្សែទឹកខាងក្នុងសារ៉ាត់បញ្ញារិទ្ធីសែនជ័យបារមីវត្តចម្ប៉ាដែលឧបត្ថម្ភដោយឯកឧត្តមស្បង់សារ៉ាត់ឯកឧត្តមទូកមុនឈ្នះមកចិត្តដាច់ដល់ទៅពេលទូគូទី2នេះឃើញថាចាញ់គេមកដាច់ពិតចាញ់គេមកដាច់ពិតស្រីសសុកសែនជ័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុកអានទទួលបានជ័យជំនះដោយឈ្នះដាច់តែម្ដងនាងខ្ញុំសូមបន្តទៅទូគូទី92ឯកសណ្ឋានប្រហាក់ប្រហែលគ្នាប៉ុន្តែលបឿនខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រៀបបន្តិចខ្សែទឹកខាងក្រៅពីមមានជ័យបារមីទួលត្រាស់របស់ឯកឧត្តមចានាយឧត្តមសេនីយ៍សៅសខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសហាក់ដូចជាមានព្រៀបជាងខ្សែទឹកខាងក្នុងបន្តិចបន្តួចខ្សែទឹកខាងក្នុងមានឈ្មោះថាដូនពេញសែនជ័យដែលជាទូកឧបត្ថម្ភដោយឯកឧត្តមគួយចម្រើនចាអភិបាលខណ្ឌដូនពេញទូកនេះស្ថិតនៅក្នុងវត្តបទុមអតីតចាខណ្ឌដូនពេញតែម្ដងគឺឧបត្ថម្ភដោយឯកឧត្តមគួយចម្រើនអភិបាលខណ្ឌចិត្តមកដល់មុខវេទិកាកិត្តិយសឃើញថាខ្សែទឹកខាងក្នុងដូនពេញសែនជ័យហាក់ដូចជាបង្កើនល្បឿនចាបង្កើនល្បឿនចិត្តទាន់មែនតែនហើយអាចថាបានដូនពេញសែនជ័យប្រហែលជាយកឈ្នះវិញក៏ថាបានដូនពេញសែនជ័យនាំមុខវិញម្ដងទីព្រាត់ក៏ចិត្តដល់មែនតែនចាពីមមានជ័យបារមីទួលត្រាស់ពីនាយមកគឺលឿនលើយដល់តែពេលចិត្តដល់ទីទៅជាខ្សែទឹកខាងក្នុងដូនពេញសែនជ័យរបស់ឯកឧត្តមចាគួយចម្រើនអភិបាលខណ្ឌដូនពេញហ្នឹងទទួលបានជ័យជំនះវិញតែម្ដងនាងខ្ញុំសូមជម្រាបជូនទូកគូទី93ទូកគូទី93ទូកនេះមានឈ្មោះថាយុទ្ធវង្សសែនជ័យខ្សែទឹកខាងក្នុងអញ្ជើញមកពីខាងព្រៃវែងឧបត្ថម្ភដោយឯកឧត្តមស្នេហ៍ឯកវង្សពិសេនចាឯកឧត្តមលោកឧបត្ថម្ភទូកដែលមានឈ្មោះថាយុទ្ធវង្សសែនជ័យខ្សែទឹកខាងក្នុងឯកស្ថានពណ៌ចម្រុះចាសភនភាពល្អមួយយ៉ាងដែរចាឯកស្ថានចម្រុះពណ៌បែបនេះ
ខ្សែទឹកខាងក្រៅមហាពញាចក្រីសម្រិនបារមីព្រះអង្គថ្មសរបងឯកឧត្តមអឹមឈុនលឹមនិងឯកឧត្តមអភិបាលខេត្តកញ្ចេះចានិងឯកឧត្តមអភិបាលខេត្តកញ្ចេះព្រោះថាទូកនេះអញ្ជើញមកពីខាងខេត្តកញ្ចេះវត្តពីបោះសនារាមស្រុកសម្បូរមហាពញាចក្រីសំហេងបារមីព្រះអង្គថ្មសចិត្តដល់ទីព្រាត់ឃើញថានាំមុខវិញម្ដងហើយនាំមុខលើយុទ្ធវង្សសែនជ័យមុននេះយុទ្ធវង្សសែនជ័យបាននាំមុខប៉ុន្តែបើតាមនាងខ្ញុំសង្កេតឃើញថានៅពេលនេះនៅតែនាំមុខដដែលយុទ្ធវង្សសែនជ័យនិយាយច្រឡំមុននេះយុទ្ធវង្សសែនជ័យហាក់ដូចជាចាញ់បងទេតែឥឡូវនេះយុទ្ធវង្សសែនជ័យមានព្រៀបវិញកាលពីតងពាន់ទី2មហាបញ្ញាចក្រីបារមីព្រះអង្គថ្មសគឺនាំមុខតែចូលដល់ទីទៀតហើយគឺយុទ្ធវង្សសែនជ័យកំពុងតែចាក់យងទូកយ៉ាងស្វាហាប់ចាគឺជាទូកគូពិសេសទី187ចាទូកពិសេសគូទី84ចាសអភ័យទោសទូកគូ84លេខសម្គាល់182ចាទូកគូទី94លេខសម្គាល់187ខ្សែទឹកខាងក្នុងនាងខ្ញុំសូមពិនិត្យសិនត្រឹមត្រូវគឺទូកដែលមានឈ្មោះថាយ៉ាណាដេរ៉ាសែនជ័យអញ្ជើញមកពីខាងកំពង់ធំបឹងខ្វែកភាសាសម្បូរចាភាសាសម្បូរលឿនលយណា187លេខសម្គាល់ចាទូកគូទី94របងឯកឧត្តមចាឈៀងវុនឧបត្ថម្ភដោយឯកឧត្តមឈៀងវុនហើយខ្សែទឹកខាងក្រៅកំពុងចាតាមអត់ទាន់ទេមកជុលពេញដែលចូលសែនជ័យរបងឯកឧត្តមគង់អៀងចាមិនទេតាមមិនទាន់ព្រោះថាដល់ទីដាច់មែនតើដាច់ប៉ិតតែម្ដងយ៉ាណាដារ៉ាចាដេរ៉ាយ៉ាណាដេរ៉ាសែនជ័យទូកថ្មីឆ្នាំនេះទៅលឺឈ្មោះចូលហើយចូលប៉ុណ្ណឹងក្នុងគូផែនពិសេសបែរទៅជាល្អតែម្ដងចានាងខ្ញុំសូមបន្តទូកគូទី95ដែរជាទូកគូពិសេសនៅឡើយចាទូកគូពិសេសនៅមានច្រើនគូទៀតហើយធ្វើឲ្យបងប្អូនយើងនឹងចាប់ចិត្តដិតអារម្មណ៍ណាស់ជាមួយនឹងទូកគូពិសេសរៀបចំតាំងពីឯកសណ្ឋានតាំងពីលបឿនចាសភនភាពនៃទូកក៏ស្រស់លបឿនវិញក៏លឿនព្រះវិហារសែនជ័យបារមីជ័យភូមិជ័យមកពីខាងប្រាសាទជ័យព្រឹកព្រះវិហារឧបត្ថម្ភដោយឯកឧត្តមអ៊ុំរាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារជំរាបសួរឯកឧត្តមអ៊ុំរាចាបែកគ្នាឡើងមកយូរហើយមិនដែលបានជួបឯកឧត្តមសោះចាព្រះវិហារសែនជ័យបារមីជ័យភូមិស្ថិតនៅខ្សែទឹកខាងក្នុងកំពុងតែចាញ់បងបន្តិចបន្តួចទៅលើទូកដែលមានឈ្មោះថាដៃជោកែវវិជ័យបារមីចៅសែនដែលជាទូកឧបត្ថម្ភដោយឯកឧត្តមសុយសែមរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលកំពុងតែមានព្រៀបមែនតានចាសម្រាប់ទូកដែលមានឈ្មោះថាដៃជោកែវវិជ័យបារមីចៅសែនឧបត្ថម្ភដោយឯកឧត្តមចាសុយសែមរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលអាចថាបានព្រោះថាប្រមាណគូមកហើយឃើញថានាំមុខដោយខ្សែទឹកខាងក្រៅដល់ទីខ្សែទឹកខាងក្នុងវិញប៉ុន្តែព្រះវិហារសែនជ័យបារមីជ័យភូមិនេះដូចថាដាច់មើលទៅមិនអាចទេមិនអាចច្បាស់មើលទៅចាក់យងទូកស្វាហាប់ណាស់ដែរមិនអន់ជាងខ្សែទឹកខាងក្រៅប្រមាណទេប៉ុន្តែលបឿននៃទូកហាក់ដូចជាចាញ់បងចាដាច់ចាគឺចាញ់ដាច់នាងខ្ញុំសូមអនុញ្ញាតបន្តចាបន្តទៅទូកគូទី96ដែរជាទូកគូពិសេសកំសាន្តជលសាល្បីល្បាញណាស់ខ្សែទឹកខាងក្នុងកំសាន្តជលសានេះស្ថិតនៅក្នុងវត្តកំសាន្តខណ្ឌច្បារអំពៅដែលជាទូកឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចាដែលសម្ដេចលោកឧបត្ថម្ភដល់ទូកកំសាន្តជលសានេះហើយឥឡូវនេះឃើញថាទូកកំសាន្តជលសាកំពុងតែមានព្រៀបខ្សែទឹកខាងក្រៅទូកដែលមានឈ្មោះថាសៀសែនជ័យបារមីដេកជាអញ្ជើញមកពីវត្តសាគរបរិយព្រែកលីវកងមាសពងចៅរបស់អង្គញាអឹងសៀទូកសៀសែនជ័យបារមីដេកជាមិនដែលទេចាធ្វើការប្រកួតលើកណាទទួលបានជោគជ័យណា
แต่ពេលនេះមកប៉ះជាមួយកំសាន្តជលសាទៅមិនរួចជាមួយនឹងកំសាន្តជលសាព្រោះជើងខ្លាំងប្រចាំរាជធានីភ្នំពេញតែម្ដងចាវត្តកំសាន្តខណ្ឌច្បារអំពៅទៅកន្លែងណាគឺល្បីតែម្ដងកំសាន្តជលសាចាបងប្អូនបានជ្រាបហើយកំសាន្តជលសាឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន